កំណាបនកថានទានជាបទបទជាវត្តគោរពប្រកេននៅបនពិធីកថាសាមគ្គីមានពីពុទ្ធកាលពិខុទេសនានៃរឿងដំណើរកថាដដាលដល់អស់ញោមញាតភ្ជុំបិណ្ឌចូលព្រះវស្សាក៏ឃ្លាតកថាចូលទៀត29ថ្ងៃរៀបចំស្បង់ស្បាយជីវត្រៃដង្ហែប្រពៃប្រកេនព្រះសង្ឃគឺជាអំណោយដល់ភិក្ខុសង្ឃប្រកេនព្រះអង្គគង់ចាំវស្សារយៈពេល3ខែមិនជាត្រាគម្រប់វស្សាតាមត្រាវិន័យកថានទានជាបុណ្យប្រពៃណីបុណ្យនៃសេចក្តីផ្សព្វផ្សាយសាសនាព្រះពុទ្ធទ្រង់យានប្រកបបញ្ញាផ្សាយធម៌សាសនាលំអោនផ្លូវចិត្តអានិសង្សនៃកថាមានពិតឲ្យញាតិឆ្ងាយចិត្តខំសាងកុសលរួបរวมសាមគ្គីសាងបុណ្យតម្កល់បុណ្យនេះបានដល់នៃសាធុជនធ្វើកថាមិនធ្លាក់អបាយភូមិបានសោយសុខជុំក្នុងឋានទេវលោកបើកើតជាមនុស្សមានយុះកកោករូបឆោមអស់លោកក៏ស្រស់សង្ហាបុណ្យនៃកថាសម្បូរញាតិកាដោយហេតុនោះណានៅស្បង់ស្បាយត្រៃសម្ពុតភ្លឺស្អាតចិញ្ចាចដូចថ្ងៃកថានេះនៃសងបាននៅទៀនមួយលៀងមួយត្រៃឆ្នៃលើយឲ្យមានតាមម៉ែបង្រៀនរៀនសាងកុសលពិសេសកថាបុណ្យនេះបានផ្ដល់បុណ្យច្រើនតម្កល់ថ្កល់ទៅថ្ងៃមុខប្រាយប្រាប់តាមច្បាប់គម្ពីរចាតុកស្រែបុណ្យនាំសុខមិនធ្លាក់អបាយរឿងស្រាស្រីលបែងសុំជិះចាក់ឆ្ងាយក្រៃនាំអន្តរាយធ្លាក់អបាយភូមិចាកំណត់នេះដែរបើសិនជានាងខ្ញុំសរសេរទៅមានការខ្វះចន្លោះត្រង់ណាគឺឬក៏អានទៅខុសឆ្គងត្រង់ណាក៏សូមមេត្តាអធិស្ឋានផងដែរហើយជាពិសេសលោកគ្រូអ្នកគ្រូដែលខាងកំណាព្យនិងជាពិសេសគឺខាងអក្សរសាស្ត្រខ្មែរបើសិនជានឹងខ្ញុំតែងទៅមានការខ្វះចន្លោះអីក៏សូមអធិស្ឋានហើយអរគុណពុកម៉ែបងប្អូនទាំងអស់ដែលតែងតែតាម follow page និង subscribe នៅ channel YouTube របស់នាងខ្ញុំនិងតែងតែតាមដាន page របស់នាងខ្ញុំគ្រប់ជូនពុកម៉ែបងប្អូនធ្វើដំណើរទៅណាមកណាជួបតែសេចក្តីសុខជួបនឹងពុទ្ធពរមុខប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លឺឡាយចាអរគុណច្រើនបាយបាយជម្រាប